ខ្ញុំប្រកាសណាសូមនមស្ការក៏ថ្វាយបង្គំចំពោះព្រះភគវន្តមនីអរហន្តសម្មាសម្ពុទ្ធអង្គនោះព្រមទាំងព្រះធម៌ដែលជាយានិកធម៌ដ៏ប្រសើរនិងព្រះអរិយសង្ឃដែលជាសង្ឃសាវកដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាសពកាលទាំងពួងមានលើក៏សូមចម្រើនពរទៅដល់ញោមញាតជាពុទ្ធបរិស័ទសាធុសពបរិបទប្រុសស្រីទាំងអស់ជាពិសេសមានម្ចាស់ដើមទានប្រធានបុណ្យនៅក្នុងឱកាសវេលាគ្រានេះណាដែលជាបុណ្យតក្កេណានុបទានគម្រប់ខួប100ថ្ងៃឯពុញក៏ខួបគម្រប់100ថ្ងៃណាដែលយើងតែងតែហៅថាជាបុណ្យតក្កេណានុបទាននោះញាតិញោមជាពុទ្ធបរិស័ទទាំងឡាយធ្លាប់ណាឮហើយពាក្យថាតក្កេណានុបទានព្រោះតក្កេណានុបទាននេះណាគឺជាបុណ្យដែលយើងធ្វើសម្រាប់ឧទ្ទិសជូននៅកុសលផលបុណ្យនឹងចំពោះអ្នកដែលបានស្លាប់ទៅហើយយើងហៅថាជាតក្កេណានុបទានអញ្ចឹងណាញោមណាហើយតក្កេណានុបទាននេះទៀតសោតណាគឺយើងណាជាពុទ្ធបរិស័ទហ្នឹងតែងតែប្រពធ្វើសឹងតែគ្រប់ក្រុមគ្រួសារគ្រប់គ្នាហើយព្រោះដើម្បីឧទ្ទិសកុសលជូនទៅដល់បុព្វការីជនលោកអ្នកដ៏មានគុណរបស់យើងដែលលោកបានបែកកាយរំលែកខន្ធទៅកាន់លោកខាងមុខហើយក្រែងលោកបានទៅយងកំណើតណានៅទីដែលមិនខ្ពស់ទីដ៏ថោកទាបណាមួយគឺយើងធ្វើនៅបុណ្យតក្កេណានុបទាននេះទៅដើម្បីឧទ្ទិសកុសលជូនចំពោះអស់លោកទាំងនោះហើយអស់លោកទាំងនោះនឹងបានណាត្រេកអរអនុមោទនាយកនៅចំណែកបុណ្យនឹងទៅនឹងបានរួចរំដោះអំពីទីឋានដ៏ថោកទាបនោះបានទៅយងកំណើតនៅក្នុងណាសួគ៌ទេវលោកឬក៏ឋានណាទីកន្លែងដ៏សមគួរណាមួយសម្រាប់អស់លោកទៅតាមសេចក្តីប្រាថ្នារបស់ញាតិរបស់យើងដែលជាបុព្វការីជននឹងទៅចឹងការធ្វើនៅតក្កេណានុបទាននេះញាតិញោមជាពុទ្ធបរិស័ទក៏ធ្លាប់បានស្ដាប់នៅបឋមវិសេសទេសនាជាច្រើនហើយក៏ធ្លាប់សិក្សាច្រើនដែរអញ្ចឹងព្រោះណាក៏យល់ច្បាស់ដែរអំពីតក្កេណានុបទានប្រកបទៅដោយអង្គ3ប្រការណាដែលញាតិញោមធ្លាប់ណាដឹងទេតក្កេណានុបទានហ្នឹងធ្វើប្រកបដោយអង្គ3ប្រការកាលណាបើប្រឆានៅអង្គទាំង3ប្រការហ្នឹងគឺណាយើងឧទ្ទិសទៅមិនបានដល់អ្នកដែលស្លាប់ទេអញ្ចឹងណាញោមណាអង្គទាំង3ប្រការនោះគឺទី1គឺយើងត្រូវធ្វើទានជាមួយនឹងអ្នកមានសិលដែលយើងសំដៅចំពោះព្រះសង្ឃណាមិនកំណត់តែព្រះសង្ឃទេណាញាតិញោមណាញោមជាឧបាសកឧបាសិកាដែលសមាទានដល់សិល5សិល8អីក៏យើងអាចធ្វើទានជាមួយគាត់ទៅយើងឧទ្ទិសបានដូចគ្នាអញ្ចឹងណាញោមណាប៉ុន្តែណាជាមួយព្រះសង្ឃក៏បានណាលោកកំណត់ថាធ្វើចំពោះអ្នកមានសិលអង្គទី2គឺយើងត្រូវបង្អោនចិត្តណាពេលយើងប្រគេនចង្ហាន់អីហ្នឹងយើងបង្អោនចិត្តឧទ្ទិសឲ្យចំឈ្មោះចំពោះញាតិរបស់យើងដែលបានស្លាប់ទៅហើយនឹងជាអង្គទី2សម្រាប់យើងដែលជាកូនជាចៅណាដែលជាញាតិសាច់សាលោហិតនៅរស់រានមានជីវិតនេះណាចំណែកឯអង្គទី3ណាអង្គទី3គឺណាចំពោះអ្នកដែលស្លាប់ទៅហើយលោកមកត្រេកអរអនុមោទនាយកចំណែកនៅបុណ្យនោះទៅបានណានៅបុណ្យកុសលដែលយើងខំចែកឲ្យនោះញាតិញោមដូចណាប្រៀបដូចជាយើងឲ្យរបស់អ្វីមួយទៅអ្នកដទៃអញ្ចឹងណាបងណាឲ្យរបស់ឬក៏ឲ្យជាថវិកាអីក្តីយើងឲ្យទៅគេឧទាហរណ៍ថាឲ្យទូរស័ព្ទទៅគេមួយបើគេមិនចង់យកទេគេមិនចង់យកទូរស័ព្ទដែលយើងឲ្យនឹងទេក៏គេមិនបានអញ្ចឹងណាញោមបុណ្យក៏ដូចគ្នាយើងឧទ្ទិសឲ្យពពុះញាតិរបស់យើងនឹងតលតែញាតិរបស់យើងនឹងគាត់ចង់បានបុណ្យនឹងដែរត្រេកអរអនុមោទនានៅចំណែកនៃសេចក្តីល្អដែលយើងបានធ្វើនៅបុណ្យនៅពេលនេះចឹងទៅញ៉ាំងចិត្តបុណ្យហ្នឹងចំណែកនៃបុណ្យហ្នឹងចំពោះសន្តានចិត្តរបស់គាត់ចឹងញាតិញោមមានឆ្ងល់ទេឆ្ងល់តែចុះមនុស្សដែលស្លាប់ទៅហើយឃើញតែបូជាទៅសល់តែឆ្អឹងធាតុញាតិញោមអីបានស្អីមកអនុមោទនាបុណ្យយើងញាតិញោមមានឆ្ងល់ទេបងញោមមានឆ្ងល់ទេឆ្ងល់មនុស្សស្លាប់ទៅហើយឃើញតែបូជាឃើញតែនៅតែឆ្អឹងដាក់ធាតុតែមួយកោតចឹងទៅហើយយើងចេះថាឧទ្ទិសនៅចំណែកបុណ្យទៅឲ្យហើយសួរថាមានស្អីដែលចាំត្រេកអរអនុមោទនាបុណ្យយើងញាតិញោមបើមិនមានរូបផងនៅចំណុចហ្នឹងញាតិញោមកុំឆ្ងល់
โดยព្រះអង្គសម្ដែងថាមនុស្សយើងជីវិតរបស់មនុស្សសត្វយើងនេះដូចជាក្របពូជស្រូវឬក៏ក្របពូជធនជាតិដែលដុះតរហូតចឹងបងវិញ្ញាណនេះអត់ចេះស្លាប់តណាទេញញោមបើវិញ្ញាណនេះស្លាប់តតែដូចព្រះសម្មាសម្ពុទ្ធឬក៏ព្រះអរហន្តរំលត់ខណ្ឌបរិនិព្វានគឺរលត់ឈឹងមិនមាននៅជាតិកំណើតទៅមិនមានអីដែលមកអនុមោទនាយកបុណ្យយើងប៉ុន្តែញាតិរបស់យើងដែលស្លាប់ទៅហើយហ្នឹងគឺនៅមានវិញ្ញាណគេហៅថាជាវិញ្ញាណធាតុណាដែលណាជាកម្លាំងមួយនៅក្នុងពធលោកសម្ដែងថាជាធម្មធាតុមួយសម្រាប់ឲ្យជុតិបដិសន្ធិនៅកន្លែងថ្មីហ្នឹងហើយការឧទ្ទិសនេះទៀតសោតនៅក្នុងបសោតបត្រៃបិដកលោកបានសម្ដែងគោរពអំពីជានុសោនៃព្រាហ្មណ៍បងជានុសោនៃព្រាហ្មណ៍ហ្នឹងគាត់ធ្វើបុណ្យកុសលអីទាំងឡាយដូចយើងធ្វើសពថ្ងៃអញ្ចឹងបងឧទ្ទិសជូនចំពោះញាតិរបស់គាត់ដែលបានស្លាប់ទៅហើយគាត់ធ្វើរឿយស្រាប់តែថ្ងៃមួយគាត់បានទៅជួបនឹងព្រះសម្មាសម្ពុទ្ធសមណគោតមជាបរមគ្រូនៃយើងគាត់ក៏បានទូលសួរចំពោះព្រះសម្មាសម្ពុទ្ធថាបបិទ្ធព្រះគោតមដ៏ចម្រើនតើបុណ្យទាំងឡាយដែលខ្ញុំបកណាទាំងឡាយបានធ្វើទាំងអស់នេះហើយឧទ្ទិសជូនចំពោះញាតិសាច់សាលោហិតទាំងឡាយរបស់ខ្ញុំព្រះអង្គតើញាតិរបស់ខ្ញុំព្រះអង្គនឹងបានទទួលទេព្រះអង្គណាជានុសោនៃព្រាហ្មណ៍នេះគាត់សួរព្រះអង្គអញ្ចឹងបងញោមនៅពេលនោះព្រះអង្គលោកសម្ដែងប្រាប់ជានុសោនៃព្រាហ្មណ៍នឹងថាមនាលព្រាហ្មណ៍ទាននិងបុណ្យកុសលដែលលោកបានដែលព្រាហ្មណ៍បានធ្វើទាំងឡាយហ្នឹងឧទ្ទិសទៅហ្នឹងបានដល់តាមកន្លែងដែលគួរដល់និងមិនបានដល់តាមកន្លែងដែលមិនគួរដល់អញ្ចឹងណាញោមមិនប្រកាសថាយើងឧទ្ទិសទៅហ្នឹងបានដល់ទាំងអស់ទេញោមណាទើបគាត់សួរទៅព្រះសម្មាសម្ពុទ្ធទៀតថាបបិទ្ធព្រះគោតមដ៏ចម្រើនទីកន្លែងណាដែលថាមិនទីកន្លែងណាដែលមិនសមនឹងបាននិងទីកន្លែងណាដែលនឹងសមបានទើបព្រះអង្គសម្ដែងថាមនុស្សសត្វលោកយើងនេះនៅពេលដែលរស់រានមានជីវិតហ្នឹងបុគ្គលខ្លះធ្វើនៅសេចក្តីអាក្រក់ណាមាននៅការសម្លាប់សត្វបាណាតិបាតអីជាដើមណាលួចទ្រព្យរបស់អ្នកដទៃជាដើមដោយប្រឆាចនៅអង្គសិល5ហ្នឹងនៅពេលដែលបុគ្គលនឹងស្លាប់ទៅបានទៅយោងកំណើតចាប់ជតិបដិសន្ធិនៅក្នុងនរកអវិជ័យមហានរកក៏យើងឧទ្ទិសទៅមិនដល់ទេអញ្ចឹងណាញោមទៅកើតនៅក្នុងនរកយើងឧទ្ទិសទៅអត់ដល់ទេទើបព្រះអង្គសម្ដែងទៀតថាបុគ្គលខ្លះការនៅរស់រានមានជីវិតធ្វើនៅសេចក្តីអាក្រក់ណាបៀតបៀនសត្វមិនសម្លាប់ទេត្រឹមតែបៀតបៀនអីចឹងព្រោះក៏សុទ្ធតែជាអំពើជាអកុសលដែលទាំងឡាយចឹងវានៅសើសើហើយប្រកបទៅដោយសេចក្តីមោហៈមិនមានបញ្ញាទេប្រកបទៅដោយសេចក្តីល្ងងច្រើនបុគ្គលនឹងស្លាប់ទៅកើតនៅក្នុងណាសត្វទេរឆានញាតិញោមណាសត្វទេរឆានបុគ្គលដែលប្រកបទៅដោយមោហៈខ្លាំងព្រះអង្គសម្ដែងថានៅពេលដែលស្លាប់ទៅកើតជាសត្វទេរឆានភាគច្រើនញាតិញោមហេតុអីព្រោះសត្វទេរឆានវាអត់មានធម្មសញ្ញាអត់មានបញ្ញាគិតត្រេះរិះពិចារណាដឹងគុណដឹងទោសណាដឹងបុណ្យដឹងបាបអីទេញាតិញោមឃើញទេសត្វទេរឆានដូចជាសត្វសំណក់សត្វឆ្កែសត្វគោសត្វអីហ្នឹងមិនមានបញ្ញាទេអញ្ចឹងហើយបានព្រះអង្គសម្ដែងឲ្យយើងនឹងឯងណាសិក្សានៅឱវាទរបស់ព្រះអង្គហើយណាយកទៅត្រេះរិះពិចារណាឲ្យកើតនៅបញ្ញាទូបញ្ញានេះសំខាន់ណាស់ញញោមកាលណាយើងកើតនៅបញ្ញាចូលទៅក្នុងអង្គនៃសមាធិសមាធិគឺការប្រតិបត្តិត្រូវណាយើងធ្វើបុណ្យធ្វើទានឬក៏សេចក្តីអីមួយគឺវាត្រូវទៅតាមណាមេគារបស់ព្រះអង្គនឹងត្រាស់សម្ដែងប៉ុន្តែមិនយើងសិក្សាហើយយើងអានឬក៏យើងស្ដាប់នៅអង្គធម្មកថាសម្ដែងនៅឱវាទរបស់ព្រះអង្គនឹងហើយយើងចិត្តតែជឿណាញោមយើងត្រូវយកមកពិចារណាសិនសូម្បីតែកាលដែលព្រះសម្មាសម្ពុទ្ធជាបរមគ្រូព្រះអង្គនៅព្រះធម៌មាននៅឡើយក៏ព្រះអង្គបើកសិទ្ធឲ្យយើងជាពុទ្ធបរិស័ទនឹងមាននៅណាការពិចារណាដែរមិនព្រះអង្គណាបានឈ្មោះជាព្រះពុទ្ធហើយបានឈ្មោះថាជាអ្នកត្រាស់ដឹងហើយនិយាយស្អីឲ្យយើងសុទ្ធតែជឿទាំងអស់មិនទេព្រះអង្គឲ្យយើងបើកសិទ្ធឲ្យយើងពិចារណាថាតើពាក្យរបស់ព្រះអង្គនឹងជាសច្ចធម៌ជាការពិតឬអត់ហើយតែយើងប្រតិបត្តិទៅនឹងវាបានជាប្រយោជន៍ទៅដល់ជីវិតយើងនៅក្នុងការរស់នៅនឹងអត់
បើកាលណាបើពាក្យរបស់ព្រះអង្គនឹងសំដែងទៅយើងប្រឆាំងយើងថាពាក្យហ្នឹងមិនត្រឹមត្រូវទេព្រះអង្គយើងអាចណាលើកវាតាក់ទៅសួរព្រះអង្គឬក៏ឲ្យព្រះអង្គនឹងបកស្រាយថែមទៀតអីបានមិនចិត្តតែសំដែងទៅញាតិញោមចិត្តតែជឿថាធម្មកថានោះសំដែងថាធ្វើបន់ចេះធ្វើអញ្ចេះបានបន់ច្រើនឬក៏ធ្វើអញ្ចេះវិញតាមហើយយើងដោយមិនមានបញ្ញាដឹងច្បាស់ដោយខ្លួនយើងនឹងព្រះអង្គអត់សរសើរទេតើតែយើងឃើញច្បាស់អំពីសច្ចធម៌ឃើញច្បាស់ថាអានឹងជាប្រយោជន៍ណាសម្រាប់យើងប្រតិបត្តិទៅដល់ពេលបានជាប្រយោជន៍សម្រាប់យើងនឹងណាអ្នកដតីនៅពេលបច្ចុប្បន្នអានឹងយើងធ្វើទៅព្រះអង្គសរសើរថាបុគ្គលនឹងជាបុគ្គលដែលប្រសើរចឹងបានដូចជានៅក្នុងការបូជាចំពោះព្រះសម្មាសម្ពុទ្ធក្តីញាតិញោមយើងតែងតែធ្វើសក្ការៈបូជាចំពោះឧទេសកចេតិយណាព្រះពុទ្ធរូបស្នងអង្គហ្នឹងណាគេហៅថាជាឧទេសកចេតិយនេះរូបដូចជារូបបត្តិអីចឹងគេហៅថាជាឧទេសកចេតិយឲ្យតែជារូបតំណាងនៃព្រះសម្មាសម្ពុទ្ធចឹងណាញាតិញោមយើងតែងតែធ្វើសក្ការៈបូជាមានណាការភ្ញីគ្រឿងក្រអូបឬក៏ចង្ហាន់ណាបិណ្ឌបាតអីចឹងនៅពេលដែលមានបុណ្យទានអីចឹងបងហើយញាតិញោមការបូជានៅផ្កាគ្រឿងក្រអូបអីហ្នឹងញាតិញោមគិតថាម៉េចញាតិញោមចង់សួរញាតិញោមគិតថាពុទ្ធហ្នឹងមកទទួលឬក៏មិនញាតិញោមអូការបូជាផ្កាការបូជាចង្ហាន់បិណ្ឌបាតចំពោះរូបពុទ្ធស្នងអង្គឧទេសកចេតិយជាចង្ហាន់ហ្នឹងញាតិញោមគិតថាពុទ្ធហ្នឹងមកទទួលឬក៏យ៉ាងម៉េចតែយើងអ្នកធ្វើបងអានឹងមិនបន្ទោសញាតិញោមទេព្រោះថាញាតិញោមជាអ្នកណាជាក្រហមភេទជាក្រហមជាអ្នកគ្រប់គ្រងផ្ទះជាអ្នកមានការងារកិច្ចការចិញ្ចឹមជីវិតច្រើនមិនបានសិក្សាអំពីឱវាទរបស់ព្រះអង្គឲ្យបានម៉ត់ចត់ឲ្យបានយល់ច្រើនហ្នឹងក៏មិនបន្ទោសញាតិញោមព្រោះណាញាតិញោមហ្នឹងមិនបានស្ដាប់ហើយក៏មិនបានសិក្សាអាហ្នឹងបើបន្ទោសលោកសង្ឃបន្ទោសព្រះសង្ឃវិញញាតិញោមណាព្រោះទូនាទីរបស់ព្រះសង្ឃនេះជាអ្នកសិក្សានៅពុទ្ធឱវាទពុទ្ធវចនៈនៅព្រះបរិយត្តិធម៌ហ្នឹងឯងនៅក្នុងគម្ពីរបត្រៃបិដកឲ្យយល់ហើយញាតិញោមហ្នឹងជាអ្នកឧបត្ថម្ភនៅចង្ហាន់បិណ្ឌបាតដើម្បីឲ្យព្រះសង្ឃហ្នឹងរស់នៅណាដើម្បីប្រព្រឹត្តនៅព្រហ្មចរិយធម៌បានប្រព្រឹត្តនៅធម៌វិន័យចឹងទៅសិក្សាហើយយកមកទេសនាយកមកបង្រៀនញាតិញោមឲ្យញាតិញោមចេះបើកាលណាព្រះសង្ឃសិក្សាខុសហើយយកមកទេសនាយកមកប្រិយញាតិញោមខុសញាតិញោមក៏ខុសទៅតាមនឹងដែរចឹងណាញាតិញោមចំពោះការបូជាណាដោយគ្រឿងក្រអូបឬក៏ចង្ហាន់បិណ្ឌបាតអីចំពោះព្រះសម្មាសម្ពុទ្ធហ្នឹងញាតិញោមត្រូវដឹងថាពុទ្ធមិនមកទទួលចង្ហាន់អីរបស់ញាតិញោមហ្នឹងទេព្រះអង្គទ្រង់បរិនិព្វានរលត់នៅណាធារលត់គេហៅថាណាចូលបរិនិព្វានរំលត់នៅខណ្ឌគ្មានខណ្ឌអីណាជុតិអីណាឬក៏ជាតិកំណើតអីមកកើតអីទៀតទេគឺរលត់ឈឹងមិនមានអីទេចឹងហើយបានជាឋាននិព្វានហ្នឹងជាឋានបរមសុខមិនមានសេចក្តីទុក្ខមនុស្សយើងញាតិញោមកាលណាមានសេចក្តីទុក្ខដោយសារខណ្ឌ5នេះឯងយើងសពថ្ងៃម្នាក់រកស៊ីចិញ្ចឹមជីវិតអីគឺទំនុកបំរុងដោយខណ្ឌ5ហ្នឹងឯងណាព្រះអង្គសម្ដែងថាខណ្ឌ5ហ្នឹងជាភារៈសម្រាប់សត្វលោកហ្នឹងណាមានវេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌវិញ្ញាណខណ្ឌអីញាតិញោមហើយខណ្ឌទាំង5នេះអាត្មាចេះតែឆ្ងល់ញាតិញោមចេះតែសូត្រទៅថាចង់ដល់ព្រះនិព្វានហើយចង់រួចរំដោះអំពីសេចក្តីទុក្ខប៉ុន្តែខ្ញុំប្រកាសអាត្មាភាពឃើញតែប្រមូលនៅសេចក្តីទុក្ខមកអោបជុំវិញខ្លួនហេតុអីញាតិញោមប្រសងខ្លះចឹងដែរប៊ូហើយសឹកវិញញាតិញោមព្រះអង្គសម្ដែងថាខណ្ឌ5ហ្នឹងជាទុក្ខជាភារៈញាតិញោមក្នុងម្នាក់មានខណ្ឌ5មិនចឹងទេញាតិញោមញាតិញោមប្រុសយកប្រពន្ធមួយទៀតមកវាមិនឡើង10មែនទេញោមឡើង10ហើយមានកូនមួយឡើង15រខណ្ឌណាហើយចង់រួចរំដោះសេចក្តីទុក្ខណារួចមានតែកើបទុក្ខហ្នឹងយកមកថែមមែនទេញោមណាខណ្ឌ5យកប្រពន្ធមួយវាឡើង10កូនមួយវាឡើង15កូន2វាឡើង20រខណ្ឌញោមអីងាយរួចរំដោះអញ្ចឹងបានព្រះអង្គចេញសាងភ្នូកប៊ូហ្នឹងព្រះអង្គលះហ៎បងញោមលះណានៅប្រពន្ធនៅកូនហ្នឹងមិនឲ្យជាប់ចម្ពាក់ទេណាហើយការបូជាចំពោះព្រះសម្មាសម្ពុទ្ធឧទេសកចេតិយនេះក៏ព្រះអង្គមិនបានសម្ដែងកំណត់ថាញាតិញោមជាពុទ្ធបរិស័ទដែលជាអ្នកគោរពនៅពុទ្ធសាសនាគោរពនៅព្រះតថាគតត្រូវតែបូជានឹងគឺមិនមែនទេ
ព្រះអង្គអត់បានសម្ដែងទេអាហ្នឹងគឺជាទឹកចិត្តរបស់យើងដោយការជ្រះថ្លាទេពូហើយយើងធ្វើទៅសួរតបានបនទេបានណាគេហៅថាអាមិសបូជាអញ្ចឹងណាញោមការបូជាដោយគ្រឿងអាមិសៈហ្នឹងអីញោមអាមិសៈហ្នឹងបានសេចក្តីប្រែមកថាជាគ្រឿងជាប់ជំពាក់គ្រឿងអាមិសៈហ្នឹងគេហៅថាអាមិសបូជាដោយកម្រងផ្កាក្តីដោយគ្រឿងកោក្តីដោយចង្ហាន់ក្តីដោយស្បង់ជីវរអីក្តីអីហ្នឹងអាហ្នឹងដោយទឹកចិត្តជ្រះថ្លារបស់យើងទេយើងធ្វើទៅបានបនយើងដែរប៉ុន្តែព្រះអង្គអត់សូវសរសើរទេវាបានបនយើងដែរប៉ុន្តែព្រះអង្គអត់សូវសរសើរទេព្រះអង្គមុននឹងបរិនិព្វាននេះញោមព្រះអង្គសម្ដែងជាមួយនឹងព្រះអានន្ទព្រះអង្គសម្ដែងថាការដែលពុទ្ធបរិស័ទនៅក្នុងពុទ្ធសាសនានេះបូជាចំពោះព្រះតថាគតមុននឹងព្រះអង្គបរិនិព្វាននេះញោមហើយពួកទេវតាប្រអិនប្រព្រំអីហ្នឹងបូជានៅផ្កាស្រស់ធ្លាក់ពីលើអាកាសហ្នឹងញោមណាព្រះអង្គធ្លាក់ពីលើអាកាសមករុះរាយអញ្ចឹងទៅរយហើយក៏អូបក្លិនអញ្ចឹងទៅដោយការបូជាដោយគ្រឿងក៏អូបណាចំពោះពួកទេវតាអីនឹងក្តីដោយការចង់បានបុណ្យណាដល់ពេលនោះព្រះអង្គសម្ដែងថាបរិស័ទរបស់តថាគតមិនគួរណាបូជាចំពោះតថាគតតែប៉ុណ្ណោះទេឃើញទេណាព្រះអង្គសម្ដែងណាមិនគួរបូជាចំពោះព្រះតថាគតតែប៉ុណ្ណោះទេទើបម្នាក់អានន្ទសួរថាតើការបូជាយ៉ាងណាទើបសមគួរព្រះអង្គសម្ដែងថាលុត្រាណាឡើយបរិស័ទទាំង4ពួករបស់តថាគតញញោមណាបរិស័ទទាំង4ពួកហ្នឹងមានភិក្ខុភេទបព្វជិតហ្នឹងមាន2ភិក្ខុនៃប៉ុន្តែយើងសពថ្ងៃដាច់ពូជហើយភិក្ខុនៃយើងចាត់ចូលជាសាមណេរមួយទៀតចុះណាហើយញាតិញោមជាក្រហមហ្នឹងឧបាសកឧបាសិកាដែលជាអ្នកទ្រទ្រង់ពុទ្ធសាសនាឲ្យរីចម្រើនហ្នឹងក៏ដោយសារតែបរិស័ទទាំង4ពួកហ្នឹងដែរព្រះអង្គសម្ដែងថាលុត្រាណាឡើយបរិស័ទ4ពួករបស់តថាគតហ្នឹងធ្វើនៅការសិក្សាអីញោមសិក្សានៅព្រះពុទ្ធវចនៈរបស់ព្រះអង្គដែលជាឱវាទរបស់ព្រះអង្គដែលបានកត់ត្រាទុកនៅក្នុងគម្ពីរបត្រៃបិដកឯហ្នឹងឯងដែលជាពាក្យព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធទាំងព្រះវិន័យប្រសូតនិងព្រះអភិធម្មហ្នឹងតើតែយើងពុទ្ធបរិស័ទហ្នឹងសិក្សាដោយគោរពណាមានការស្វាធ្យាយទន្ទិញអីចឹងទៅហើយយកទៅប្រតិបត្តិញោមណាសិក្សាហើយយកទៅប្រតិបត្តិទើបព្រះអង្គសម្ដែងថាទើបបរិស័ទនោះមានឈ្មោះថាការបូជាចំពោះព្រះតថាគតគឺការបូជាដ៏ឧត្តមបូជាដ៏គង់ខ្ពស់ឬក៏បូជាដ៏ឧត្តមចំណុចហ្នឹងញាតិញោមព្រះអង្គអត់បានសេចក្តីថាព្រះអង្គអត់ចង់បានអីពីយើងទេអញ្ចឹងបានទឹកចិត្តរបស់ព្រះអង្គញាតិញោមមហាករណាតិគុណគឺព្រះអង្គករណាចំពោះយើងនេះញាតិញោមលោកសន្សំនៅបារមីទម្រាំបានត្រាស់ជាពុទ្ធណាសពគ្រប់ហ្នឹងដើម្បីសពសត្វលោកនឹងឯងណាហើយព្រះអង្គចង់ឲ្យយើងនឹងឯងសិក្សាឲ្យប្រតិបត្តិទៅបានជាប្រយោជន៍ទៅព្រះអង្គសម្ដែងថាជាការបូជាដ៏ឧត្តមហើយយើងបូជាចំពោះអាមិសបូជាហ្នឹងក៏មិនខុសដែរប៉ុន្តែយើងការបូជាហ្នឹងវាអត់ឧត្តមទេអញ្ចឹងណាញោមណាបើចង់បានការបូជាដ៏ឧត្តមគឺតើតែយើងសិក្សានៅព្រះបរិយ័ទព្រះពុទ្ធវចនៈរបស់ព្រះអង្គហ្នឹងហើយយើងយកមកប្រតិបត្តិណាទៅសំគូដល់ពេលងាកមកក្រោយវិញគឺចំពោះការឧទ្ទិសជាណកសោនៃព្រាហ្មណ៍ហ្នឹងទៅព្រះអង្គសម្ដែងនៅពេលនោះសត្វលោកនេះនៅពេលដែលស្លាប់ទៅហើយញាតិញោមណានៅក្នុងឋានសួគ៌ទេវលោកបុគ្គលហ្នឹងបានធ្វើនៅសេចក្តីល្អបុណ្យកុសលអីជាច្រើនណាបុណ្យគេគ្រប់នៅពេលដែលស្លាប់ទៅបានទៅកើតនៅឋានសួគ៌ទេវលោក6ជាន់ទេវតាព្រោះឋានសួគ៌ទេវលោក6ជាន់ដោយបុណ្យដោយអំណាចនៃបុណ្យទីឋានដែលទៅកើតនៅឋានសួគ៌6ជាន់ហ្នឹងក៏យើងឧទ្ទិសបុណ្យទៅឲ្យក៏ទទួលអត់បានដែរជាទេវតាហ្នឹងព្រោះឋានសួគ៌6ជាន់ហ្នឹងក៏អត់បានដែរទើបព្រះអង្គសម្ដែងទៀតថាបុគ្គលហ្នឹងណាមានការសមាទិសិលល្អដោយនិច្ចសិលដល់ពេលដែលស្លាប់ទៅបានទៅកើតជាមនុស្សនៅក្នុងត្រកូលផ្សេងអញ្ចឹងទៅណានៅក្នុងកំណើតជាមនុស្សលោកក៏យើងជាមនុស្សលោកដូចគ្នាហ្នឹងឧទ្ទិសឲ្យហ្នឹងក៏មិនដល់ដែរនៅក្នុងតរោកដិសោតលោកសំដែងមានកំណើតភូមិមួយដែលយើងឧទ្ទិសទៅដល់ញោមណាតើតែញាតិរបស់យើងហ្នឹងស្លាប់ទៅកើតនៅក្នុងប្រែតវិស័យគេហៅថាបរៈតតោអវិជ្ជាបកប្រែតដែលទៅកើតនៅក្នុងប្រែតវិស័យហ្នឹងណាទៅយើងឧទ្ទិសទៅហ្នឹងគឺគាត់ត្រេកអរអនុមោទនាទៅបានហើយនៅក្នុងកំណើតប្រែតវិស័យនេះញាតិញោមណា
ក្នុងកំណើតប្រែតវិស័យនេះនៅក្នុងពធលោកសំដែងមិនដូចនៅក្នុងប្រពៃណីទំនៀមទម្លាប់យើងដែលអ្នកប្រាជ្ញបណ្ឌិតយើងលោកចងក្រងអំពីការធ្វើបុណ្យភ្ជុំបិណ្ឌនៅពេលដល់បុណ្យភ្ជុំបិណ្ឌទៅយមរាជយមបាលអីចឹងប្រឡែងប្រែតឲ្យមកមិនអញ្ចឹងទេបើយើងសិក្សាពីពធមិនអញ្ចឹងទេពពួកប្រែតទាំងឡាយនៅក្នុងហ្នឹងគឺរស់នៅលើភពផែនដីដូចយើងអញ្ចឹងប៉ុន្តែត្រង់ឲ្យយើងមើលមិនឃើញភ្នែករបស់យើងនេះរូបទាំង28ទាំង28រូបយើងមើលឃើញតែរូបតែមួយទេណារូបដែលល្អិតផ្សេងយើងមើលឃើញតែវណ្ណរូបគឺរូបដែលគ្រប់គ្រាតរូបផ្សេងដែលល្អិតហ្នឹងគឺយើងមើលឃើញទេតើតែមានចក្ខុទើបអាចមើលឃើញអញ្ចឹងកំណើតនៃប្រែតវិស័យហ្នឹងរស់នៅលើភពផែនដីយើងនឹងដូចគ្នាទាំងឯងប្រែតខ្លះព្រះអង្គសម្ដែងក្នុងតរោកុឌសូត្រញាតិខ្លះដែលពេលដែលស្លាប់ទៅញាតិញោមស្លាប់ទៅកើតជាប្រែតវិស័យហ្នឹងយកកំណើតជាប្រែតវិស័យហ្នឹងនៅពេលដែលកើតជាប្រែតវិស័យហ្នឹងមករោគញាតិណាមករោគញាតិអញ្ចឹងហើយបានទំនៀមទម្លាប់ខ្មែរយើងនៅពេលដែលមានអ្នកស្លាប់អញ្ចឹងព្រោះស្លាប់បានរយៈពេល7ថ្ងៃឬក៏1ឆ្នាំឬក៏ប្រហែលឆ្នាំអីចឹងទៅជាពិសេសគឺ7ថ្ងៃយើងតែងតែគិតថានោះស្លាប់7ថ្ងៃហ្នឹងមករោគញាតិអញ្ចឹងហើយញោមទើបដឹងខ្លួនមករោគញាតិអីចឹងទៅតាមពិតទៅនៅក្នុងពធលោកសំដែងថានៅពេលដែលញាតិនឹងស្លាប់ទៅហើយទៅកើតជាប្រែតហ្នឹងយកកំណើតជាប្រែតឬក៏អសុរកាយអីចឹងនៅពេលហ្នឹងឃ្លានណាញោមហើយនឹករលឹកទៅដល់ពពួកញាតិដែលនៅរស់ទៅមករោគញាតិយើងដែលនៅរស់ហ្នឹងមករោគនៅផ្លូវបំបែកជា4ខ្លះតាមខ្លងទ្វារខ្លះណាតាមមាត់ទ្វារមាត់អីខ្លះចឹងទៅមករស់យើងណាបងជុំអញ្ចឹងហើយបានព្រះអង្គសម្ដែងថាតតកើតជាបរតតោវជីវកៈប្រែតហ្នឹងទៅយើងឧទ្ទិសទៅដល់ហើយបរតតោវជីវកៈប្រែតហ្នឹងបានសេចក្តីថាជាកំណើតមួយដែលទោសស្រាលញាតិញោមទោសស្រាលយ៉ាងម៉េចញាតិញោមប្រៀបដូចជាមនុស្សដែលជាប់ទោសដូចយើងបច្ចុប្បន្នមនុស្សជាប់ទោសជាប់ពន្ធនាគារអញ្ចឹងបងមនុស្សដែលជាប់ពន្ធនាគារថាទោសដែលស្រាលអីចឹងចិត្តអញ្ចេញហើយគេដាក់កន្លែងដែលស្រាលអញ្ចឹងទៅណាចំពោះទោសអុក្រិតដែលសម្លាប់គេដោយបទល្មើសអីធ្ងន់អញ្ចឹងទៅគេដាក់កន្លែងទោសធ្ងន់អញ្ចឹងទៅអាហ្នឹងប្រៀបដូចជាទៅកើតនៅក្នុងឋាននរកអញ្ចឹងមិនងាយបានចេញហើយក៏មិនងាយបានណាត្រេកអរអនុមោទនានៅចំណែកបុណ្យបានដែរអញ្ចឹងណាញោមចំពោះប្រែតវិស័យហ្នឹងគឺទោសដែលស្រាលវាដូចជាអ្នកដែលចិត្តនឹងចេញពីពន្ធនាគារអញ្ចឹងដល់ពេលយើងឧទ្ទិសទៅឲ្យអញ្ចឹងទៅត្រេកអរអនុមោទនាហ្នឹងទៅគឺរួចផុតអំពីអាកម្មណាអកុសលដែលគាត់បានផ្លត់សតិទៅកើតនៅក្នុងប្រែតវិស័យហ្នឹងបានយកកំណើតនៅក្នុងឋានសួគ៌ទេវលោកឬក៏ឋានមនុស្សវិញទៅតាមសេចក្តីប្រាថ្នារបស់គាត់ដោយអំណាចនៃបុណ្យដែលយើងឧទ្ទិសឲ្យអញ្ចឹងទៅតួយ៉ាងដូចមានរឿងមួយពោលនៅសម័យពុទ្ធកាលដែរគឺសម័យពុទ្ធកាលមានរឿងមួយឈ្មោះទិដ្ឋិសង្កលិប្រែតទិដ្ឋិសង្កលិប្រែតហ្នឹងគាត់ជាកហបតីមួយរូបពោលនៅពេលដែលគាត់នៅរស់រានមានជីវិតគាត់ជាកហបតីមួយដែលមានសេចក្តីកំណាញ់មិនចេះធ្វើបុណ្យទានអីទេបងមានសេចក្តីកំណាញ់ស្វិតប្រកបទៅដោយមច្ឆរិយៈគឺសេចក្តីកំណាញ់ហ្នឹងច្រើនហើយគាត់តែងតែព្រានប្រដៅកូនរបស់គាត់ហ្នឹងមិនឲ្យធ្វើទានអីទេគាត់ប្រាប់ថាឲ្យកូនគាត់ហ្នឹងធ្វើដូចជាសត្វកណ្ដៀណាឲ្យពូនទ្រព្យសម្បត្តិហ្នឹងឡើងអញ្ចឹងបងអត់ចេះឲ្យចែករំលែកទៅគេអ្នកដទៃអីទេដល់ពេលដែលគាត់ស្លាប់ទៅយល់ហើយទៅកើតជាប្រែតដែលរស់នៅក្រោមដើមជ្រៃហ្នឹងអស់រយៈពេល99ឆ្នាំណានៅក្រោមដើមជ្រៃហើយដោយអំណាចនៃអកុសលនៃសេចក្តីកំណាញ់ហ្នឹងបង99ឆ្នាំហ្នឹងសំបីតែទឹកមួយដំណក់ក៏ទិដ្ឋិសង្កលិប្រែតហ្នឹងមិនដែលបានចូលបំពង់កម្ដងដែរបរិភោគមិនកើតទេញោមដោយអកុសលនៃសេចក្តីកំណាញ់ហ្នឹងអត់បានទឹកមួយដំណក់99ឆ្នាំស្រាប់តែដល់ថ្ងៃមួយទិដ្ឋិសង្កលិប្រែតហ្នឹងក៏បានលើដំណឹងថាកូនស្រីពៅរបស់គាត់ហ្នឹងគេធ្វើបុណ្យតេខេណានុបទានហ្នឹងគេធ្វើបុណ្យដើម្បីឧទ្ទិសជូនចំពោះញាតិដែលស្លាប់ឧទ្ទិសចំពោះទិដ្ឋិសង្កលិប្រែតដែលជាឪពុកដែលស្លាប់ហ្នឹងក៏លឺអញ្ចឹងទៅក៏ស្រាប់តែធ្វើដំណើរទៅរងចាំត្រេកអរអនុមោទនាយកចំណែកនៅបុណ្យដែលកូនស្រីពៅរបស់ទិដ្ឋិសង្កលិប្រែតហ្នឹងដែលធ្វើដំណើរទៅញាតិញោមនៅពេលដែលល្ងាចរៀងប្រលប់ព្រោះរៀងប្រលប់ស្រាង
ល្ងិតហ្នឹងក៏ធ្វើដំណើរទៅកាត់ទៅតាមរាជដំណាក់របស់ណាព្រះបាទប្រសិទ្ធទីកោសលនេះព្រះបាទប្រសិទ្ធទីកោសលហ្នឹងក៏លោកឃើញប្រែតហ្នឹងអត់មានសក់អីញោមអត់មានសក់ដូចជាលោកសង្ឃដែរបងអត់មានសក់អីហើយដល់ពេលគាត់ឃើញអញ្ចឹងទៅស្មោលគាត់ស្មានតែភិក្ខុសង្ឃក៏ព្រះបាទប្រសិទ្ធទីកោសលហ្នឹងក៏លោកបានសួរថាមនាលសាមណៈតើលោកនិមន្តទៅទីណាស្មើនេះតើលោកនិមន្តទៅណាស្មើនេះអញ្ចឹងទៅទិដ្ឋិសង្ឃលេខប្រែតហ្នឹងក៏ឆ្លើយថាបបិទ្ធមហារាជខ្ញុំព្រះអង្គមិនមែនជាសាមណៈទេខ្ញុំព្រះអង្គគឺជាប្រែតដែលរងទុក្ខវេទនាអស់រយៈពេល99ឆ្នាំហើយមិនដែលបានស្គាល់នៅទឹកមួយដំណក់ទេរស់នៅក្រោមដើមជ្រៃធំមួយទើបគាត់សួរថាចុះអ្នកឯងធ្វើដំណើរទៅណាបានទិដ្ឋិសង្ឃលេខប្រែតហ្នឹងក៏ណានិយាយប្រាប់ចំពោះព្រះបាទប្រសិទ្ធទីកោសលថាណាខ្ញុំណានឹងបំរុងធ្វើដំណើរទៅទទួលត្រីអនុមោទនានៅចំណែកបុណ្យដែលកូនស្រីពៅហ្នឹងនៅឯស្រុកដតីណាគេដូរណាកន្លែងរស់នៅទៅនៅស្រុកដតីអញ្ចឹងធ្វើបុណ្យឧទ្ទិសឲ្យចំពោះខ្ញុំព្រះអង្គទៅព្រះបាទប្រសិទ្ធទីកោសលហ្នឹងក៏លោកថាអញ្ចឹងអ្នកឯងក៏ធ្វើដំណើរទៅចោះបានឬមិនបានយ៉ាងណាចាំមកប្រាប់ខ្ញុំវិញមកជួបខ្ញុំវិញម្ដងទៀតអញ្ចឹងពេលមកវិញមកជួបខ្ញុំម្ដងទៀតព្រមដែរបានឃើញប្រែតហ្នឹងញោមបើយើងឃើញប្រែតបែបរត់ទេញោមហ៎បែបរត់ដែរប៉ុន្តែគាត់ប្របាទប្រសិទ្ធទីកោសលលោកមិនដែលឃើញប្រែតលោកចង់ជួបម្ដងទៀតដល់ពេលដែលទិដ្ឋិសង្ឃលេខប្រែតហ្នឹងក៏ធ្វើដំណើរទៅដល់ផ្ទះរបស់កូនស្រីពៅរបស់គាត់ហ្នឹងណាក៏មិនបានត្រីអនុមោទនាបានដែរញោមណាដោយណាកូនរបស់គាត់ហ្នឹងធ្វើតក្កិណានុបទានហ្នឹងវាប្រះចាកនៅអង្គទាំង3ហ្នឹងឯងទៅឧទ្ទិសទៅហ្នឹងមិនដល់គេមិនមាននិមន្តប្រសង់ឬក៏អ្នកមានសិលអីដើម្បីថ្វាយទានទេគេធ្វើទានជាមួយមិត្តភ័ក្តិគេអញ្ចឹងទៅផឹកស៊ីនៅជប់លៀងអីចឹងណាដោយផឹកស៊ីក្លែមអីចឹងទៅគេគិតថានឹងឯងដែលជាការធ្វើបុណ្យអីចឹងជាមួយមិត្តភ័ក្តិផឹកស៊ីជាមួយញាតិរបស់គេចឹងទៅដល់ពេលទិដ្ឋិសង្ឃលេខប្រែតហ្នឹងក៏ត្រឡប់មកវិញញោមហើយមកវិញក៏មកជួបព្រះបាទប្រសិទ្ធទីកោសលហ្នឹងក៏ព្រះបាទប្រសិទ្ធទីកោសលសួរថាមនាលអ្នកជាប្រែតតើទទួលបានត្រីអនុមោទនាបុណ្យដែលណាកូនរបស់អ្នកធ្វើឲ្យដែលធ្វើឧទ្ទិសឲ្យហ្នឹងទេទៅទិដ្ឋិសង្ឃលេខប្រែតនឹងថាណាមិនបានជាប្រយោជន៍អីព្រះមហារាជហើយណាបើធ្វើខុសណាមិនប្រកបទៅដោយអង្គ3មិនមានធ្វើជាមួយនឹងអ្នកមានសិលសោះចំពោះទាននឹងហើយក៏ខឹងចំពោះកូននេះយល់មែនខឹងចំពោះកូនស្រីពៅហ្នឹងក៏ដាក់ទំនាយកូនស្រីពៅហ្នឹងទៀតដោយការខឹងហ្នឹងញោមដាក់ទំនាយមិនឲ្យរកស៊ីមានបានអីចឹងទៅទៅណាប្របាទប្រសិទ្ធទីកោសលហ្នឹងលោកមានសេចក្តីអាណិតអាសូរណាក៏ថាទៅការធ្វើតក្កិណានុបទានហ្នឹងយ៉ាងម៉េចទៅឧទ្ទិសទៅបានទៅដល់អ្នកដែលជាប្រែតហ្នឹងទៅទិដ្ឋិសង្ឃលេខប្រែតប្រាប់ទៅដល់ប្របាទប្រសិទ្ធទីកោសលថាតើតែព្រះមហារាជហ្នឹងធ្វើទានហ្នឹងជាមួយនឹងអ្នកមានសិលណាចាស់ព្រឹទ្ធាចារ្យឬក៏ព្រះសង្ឃដែលជាអ្នកមានសិលហ្នឹងហើយឧទ្ទិសណាឲ្យចំឈ្មោះចំពោះខ្ញុំបកណាផងព្រះអង្គអញ្ចឹងបើព្រះអង្គអាណិតចំពោះខ្ញុំបកណាទៅប្របាទប្រសិទ្ធទីកោសលស្អែកឡើងប្រាប់ព្រះអាមាត្យអីឲ្យការណារៀបចំនៅទានអីទាំងឡាយហ្នឹងក៏និមន្តព្រះសង្ឃភិក្ខុសង្ឃហ្នឹងមកថ្វាយទានញោមថ្វាយទានទៅក៏ឧទ្ទិសឲ្យអញ្ចឹងទៅក៏បានណាឧទ្ទិសចំពោះទិដ្ឋិសង្ឃលេខប្រែតហ្នឹងទិដ្ឋិសង្ឃលេខប្រែតហ្នឹងក៏ត្រីអនុមោទនាទៅក៏បានចំណែកនៃបុណ្យហ្នឹងញោមក៏រួចផុតអំពីកំណើតនៃប្រែតវិស័យដែលតកើតនៅក្នុងណាដើមជ្រៃអរិយពេល99ឆ្នាំហ្នឹងក៏បានតកើតជាយៈញោមផុតពីប្រែតកើតជាយៈកើតជាយៈដែលមានរិទ្ធលើសមនុស្សគ្មានមនុស្សណាដែលមានរិទ្ធស្មើនឹងយៈហ្នឹងទេហើយរយៈពេល99ឆ្នាំយៈហ្នឹងមិនបាច់បរិភោគអាហារគឺឆ្អែតដោយអំណាចនៃបុណ្យដែលប្របាទប្រសិទ្ធទីកោសលហ្នឹងឧទ្ទិសនៅតក្កិណានុបទានហ្នឹងឲ្យនៅពេលហ្នឹងឯងញោមអញ្ចឹងបានណាបកសេចក្តីមកវិញញោមណាការធ្វើនៅបុណ្យសេចក្តីល្អទាំងឡាយនេះមិនមែនណាអានិសង្ឃហ្នឹងបានទៅតែមួយច្រកទេណាដូចយើងឧទ្ទិសនៅចំណែកបុណ្យតែថាយើងមានការថ្វាយទានថ្វាយចង្ហាន់ចំពោះព្រះភិក្ខុសង្ឃវេនៅចង្ហាន់មួយថាសអញ្ចឹងទៅហើយយើងឧទ្ទិសជូនចំពោះញាតិរបស់យើងដល់ពេលដែលគាត់ត្រេកអរអនុមោទនាហ្នឹងទៅអាចចំណែកនៃបុណ្យហ្នឹងមិនមែនថាបាយមួយថាសដែលយើងប្រគេនព្រះសង្ឃហ្នឹងហោះទៅស្ទុយទៅដល់ញាតិដែលស្លាប់ឬក៏ទៅដល់
ប្រែតដែលញាតិរបស់យើងដែលកើតជាប្រែតនឹងបានបរិភោគឆ្អែតទេមែនទេណាញាតិញោមខ្លះគិតចឹងឯងគិតថាប្រកេនមន់ដុតមួយចឹងទៅដល់ប្រសងគិតថាមន់ដុតហ្នឹងទៅដល់ញាតិដែលស្លាប់មែនទេដែលជាសច្ចធម៌ដែលឃើញច្បាស់ហ្នឹងគឺដល់ត្រឹមប្រសងដែលលោកឆាន់ហ្នឹងឯងមែនញោមអាហ្នឹងឃើញផ្ទាល់នឹងភ្នែកហើយថាជប់ស្អីដែលទៅដល់ញាតិហ្នឹងគឺចំណែកនៃសេចក្តីល្អហើយអាចំណែកវិបាននៃសេចក្តីល្អហ្នឹងវាបង្កើតបានតែជាស្អីក៏បានដែរញោមឧទាហរណ៍ថាសេចក្តីល្អហ្នឹងគាត់ចង់យើងឧទ្ទិសចំពោះបាយទៅដល់គាត់ស្រេកទឹកគាត់ចង់បានទឹកគឺវាកើតទៅជាទឹកវិញដោយអំណាចនៃបុណ្យហ្នឹងគឺកើតទៅជាទឹកឲ្យគាត់ឆ្អែតទៅទឹកវិញវាអញ្ចឹងណាអញ្ចឹងបុណ្យហ្នឹងញោមប្រៀបដូចជាឧទាហរណ៍ថាដូចជាយើងដាំដូងអញ្ចឹងដាំដូងមួយដើមយើងដាំដូងមួយដើមយើងយកគ្រាប់ដើមផ្លែដូងតែមួយហ្នឹងមែនញោមអាហ្នឹងដូចជាយើងធ្វើបុណ្យហ្នឹងតែមួយទេនៅពេលដែលបានជាដើមមកវាឲ្យជាផលយើងមិនបានតែមួយផ្លែណាញោមមែនញោមវាឲ្យការយើងប្រៀបដូចជាការអញ្ចឹងវាបានការហ្នឹងច្រើនអញ្ចឹងទៅយ៉ាងណាមិញបុណ្យកុសលគឺសេចក្តីល្អដែលយើងបានធ្វើក៏ដូចគ្នាមិនបានថាឲ្យទៅក្រូចម្ដបទៅបានទៅក្រូចម្ដបមកវិញមិនមែនទេវាបានច្រើនណាស់យល់ទេអានិសង្ឃនៃសេចក្តីល្អហ្នឹងគឺវាបានការបានផលជាច្រើនណាស់វាចែកណាបែងចែកទៅគឺរាប់មិននិយាយថាមិនអាចរាប់បានណាមិនអាចថាប៉ុណ្ណេះប៉ុណ្ណោះបានទេគឺអាស្រ័យទៅលើចិត្តរបស់ញាតិញោមដែលជាម្ចាស់ទានណាមានសទ្ធាជ្រះថ្លាណាយើងធ្វើទានដោយការលះប្រកបទៅដោយការបូជាគុណណាចំពោះញាតិរបស់យើងដែលស្លាប់នឹងការបូជាគុណចំពោះព្រះសម្មាសម្ពុទ្ធការបូជាគុណចំពោះពធនិងចំពោះព្រះសង្ឃគុណប្រតនត្រ័យនឹងជាដើមក្តីញាតិញោមជ្រះថ្លាប៉ុណ្ណាគឺបុណ្យវាប្រកបទៅតាមទឹកចិត្តរបស់ញាតិញោមនឹងប៉ុណ្ណឹងមិនមែនថាធ្វើប៉ុណ្ណេះទៅខ្ញុំប្រកាសអាត្មាភាពសំដែងទៅថាធ្វើចេះបានបនប៉ុណ្ណេះអីចឹងគឺអត់មែនទេណាញាតិញោមអាស្រ័យទៅលើចិត្តរបស់ញាតិញោមគ្រប់គ្នាញាតិញោមជ្រះថ្លាប៉ុណ្ណាគឺបនគឺវាកើនទៅតាមនឹងអញ្ចឹងហើយបានការដែលយើងចិត្តរបស់មនុស្សយើងហ្នឹងគឺវាមិនដូចគ្នាទេអញ្ចឹងណាញាតិញោមមិនដូចគ្នាទេអ្នកខ្លះហ្នឹងក៏បានសិក្សាយល់ច្រើនអញ្ចឹងទៅក៏ធ្វើបនធ្វើអីហ្នឹងដោយចិត្តជ្រះថ្លាក៏ធ្វើដោយលះច្រើនបនហ្នឹងក៏វាបានច្រើនណាមិនមានការជាប់ជំពាក់ការធ្វើទានហ្នឹងណាហើយទាននេះទៀតសោតព្រះអង្គសម្ដែងមាន3ទៀតញោមណា3ទី1គេហៅថាទេសទានទេសៈជាភាសាបាលីប្រែមកជាខ្មែរយើងបានសេចក្តីថាជាណាកម្មករឬក៏ទេសកអីចឹងទៅជាអ្នកបម្រើអីចឹងទៅណាគេហៅថាទេសទានហ្នឹងជាទានបើនៅក្នុងន័យគេហៅថាជាទានដ៏ថោកទាបហេតុអីបានថាទានថោកទាបវិញញោមគេហៅថាទានដែលបោះនុយតូចទៅចង់បាននុយធំមកវិញឲ្យរបស់អីមួយទៅឲ្យអ្នកដទៃហើយយើងចង់បានសំណងអីមួយពីគេមកវិញអានេះគេហៅថាទេសទានជាទានថោកទាបណាជាទានដែលមានសំណងចង់បានសំណងពីវិញទី2សហាយទានហ្នឹងពាក្យថាសហាយជាភាសាបាលីបើយើងប្រែមកជាខ្មែរបានសេចក្តីថាសម្លាញ់ឬក៏ស្មើឃើញទេណាជាទានដែលស្មើទៅថាយើងបរិភោគនៅអាហារដូចជាទៅញាតិញោមមានបាយមហូបបរិភោគនៅក្នុងថ្ងៃហ្នឹងឲ្យមានមាន់ដុតមួយយើងចង់ធ្វើទានជាមួយអ្នកណាម្នាក់ដែលជាអ្នកអត់ចឹងយើងឲ្យមាន់មួយដែរចឹងទៅស្មើនឹងយើងបរិភោគដែរមិនយើងថ្ងៃនេះបរិភោគមាន់ដុតដល់ពេលយើងឲ្យទៅទានគេឲ្យទៅប្រហុកទៀបដែលទៀបជាងមាន់ដុតអាហ្នឹងគេហៅថាជាទានដ៏អន់ហើយឬក៏ទានទេសទានប៉ុន្តែយើងឲ្យទាននៅស្មើណាឲ្យដោយសង្គ្រោះគេហៅថាណាជាសង្ឃហធัวជាសង្ឃហទានជាទានសង្គ្រោះជាទានស្មើហើយទានដែលប្រសើរខ្ពស់គឺណាសមយទានជាទានទី3នេះញោមណាសមយទានហ្នឹងគឺទានណាឲ្យដោយមិនជាប់ជំពាក់ឲ្យដោយមិនចង់បានអីមកវិញញោមណាឲ្យដោយសង្គ្រោះឲ្យដោយការបូជាគុណដូចជាយើងឲ្យណាចំពោះមេដាបេដារបស់យើងអញ្ចឹងតែគឺយើងជូនគាត់ដោយការបូជាគុណដោយការដឹងគុណហ្នឹងគេហៅថាជាសមយទានជាទានដែលលះណាជាទានដែលប្រកបទៅដោយសេចក្តីល្អហើយសមយទានហ្នឹងគឺទានដែលមិនអាចកាត់ថ្លៃបានទេចំពោះបុណ្យណាញោមគឺបុណ្យច្រើនណាព្រះអង្គសម្ដែងថាមិនអាចកំណត់ថាប៉ុណ្ណេះប៉ុណ្ណោះបានទេគឺបុណ្យហ្នឹងរាប់ប្រមាណមិនបានអញ្ចឹងណាញោមហើយនៅក្នុងបុណ្យខួបគម្រប់100ថ្ងៃនឹងឆ្លងចេតិយញោមខ្លះហៅថាចែកដី
โยมធ្លាប់លើហៅថាចែកដីចេតដីនិយមហៅថាចេតដីទេបានត្រូវតាមភាសាបាលីបើយើងអានជាភាសាបាលីចេតយៈចេតដីនេះញាតិញោមណានៅក្នុងពុទ្ធសាសនាលោកសំដែងគឺមាន4ណាញាតិញោមចេតដីនៅក្នុងពុទ្ធសាសនាទី1នោះគេហៅថាឧទេសកចេតដីដែលខ្ញុំបកណ្ណាអាត្មាភាពបានសំដែងខាងដើមហ្នឹងជារូបពុទ្ធស្នងអង្គណារូបចម្លាក់ដែលធ្វើអំពីស៊ីម៉ង់ក្តីធ្វើអំពីមាសក្តីធ្វើអំពីប្រាក់ក្តីធ្វើអំពីថ្មក្តីឈើក្តីឬក៏រូបគំនូរក្តីគឺចាត់ចូលជាឧទេសកចេតដីទាំងអស់ចេតដីទី2គឺធម្មចេតដីបានសេចក្តីថាដូចជាទូដាក់គម្ពីរក្បួនច្បាប់ឬក៏ទូដាក់គម្ពីរបត្រៃបៃដកអីចឹងអានេះគេហៅថាជាធម្មចេតដីណាកន្លែងដែលដាក់គម្ពីរក្បួនច្បាប់ឬក៏ព្រះពុទ្ធឱវាទរបស់ព្រះអង្គអីចឹងណាទី3មើលឧទេសកចេតដីធម្មចេតដីណាធាតុចេតដីចេតដីជាកន្លែងដែលដាក់ព្រះបរមសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធដែលយើងហៅថាជាប្រាង្គឬក៏ជាចេតដីឬក៏ជាស្ដូបជាអីចឹងណាបងនឹងទី4គេហៅថាសង្គុត្តរៈចេតដីសង្គុត្តរៈចេតដីនឹងជាចេតដីដែលដាក់គ្រឿងបរិក្ខាររបស់ព្រះពុទ្ធយើងសពថ្ងៃនៅប្រទេសភូមាមានញោមណាដែលនៅក្នុងទីក្រុងស្អីញោមភ្លេចដែរនៅក្នុងប្រទេសភូមាដែលចេតដីដែលគេបិទមាសហ្នឹងហើយសង្គុត្តរៈចេតដីនេះទៀតសោតគឺមានតាំងពីព្រះអង្គនៅមានបច្ចុប្បន្នមានយូរនៅឡើយញោមធាតុចេតដីតតែព្រះអង្គធាតុចេតដីឧទេសកចេតដីនិងធម្មចេតដីធម្មធាតុចេតដីឧទេសកចេតដីនិងធាតុចេតដីចេតដីទាំង3ហ្នឹងកាលដែលព្រះអង្គនៅប្រជញ្ញមានអាយុនៅឡើយគឺអត់ទាន់មានទេមានតែមួយទេគឺសង្គុត្តរៈចេតដីដែលកាលពីសម័យពុទ្ធកាលគឺតាផស្សៈនិងផលិកៈដែលជាអ្នកឈ្មួញទៅរកស៊ីនៅសម័យពុទ្ធកាលបងទៅជួបនឹងព្រះអង្គហើយក៏បានថ្វាយនៅគេហៅសដៅអាហារក្រៀមសដៅនឹងចំពោះព្រះសម្មាសម្ពុទ្ធដែលព្រះអង្គទៅនឹងត្រាស់ដឹងថ្មីពេលនោះព្រះអង្គទ្រង់ប្រទាននៅសក់របស់ព្រះអង្គនឹងចំនួន3សរសៃឲ្យតាផស្សៈនិងផលិកៈនឹងទៅឈ្មោះទាំងពីរនាក់ហ្នឹងឲ្យគាត់មកស្រុកកំណើតមកពីរកស៊ីនឹងវិញគាត់ធ្វើនៅណាសង្គុត្តរៈចេតដីនៅប្រទេសភូមាហ្នឹងដាក់តម្កល់នៅសរសៃសក់របស់ព្រះសម្មាសម្ពុទ្ធហ្នឹងចំនួន3សរសៃតាំងពីព្រះអង្គហ្នឹងទ្រង់នៅប្រជញ្ញមានអាយុនៅឡើយចំណែកចេតដីទាំង3ដែលធាតុចេតដីធម្មចេតដីនិងឧទេសកចេតដីក៏តែព្រះអង្គទ្រង់បរិនិព្វានហើយទៅព្រះអង្គទ្រង់ពុទ្ធានុញ្ញាតឲ្យសាវកឬក៏ពុទ្ធបរិស័ទហ្នឹងកសាងនៅចេតដីទាំង4ហ្នឹងដើម្បីពុទ្ធបរិស័ទហ្នឹងធ្វើនៅសេចក្តីជ្រះថ្លាគោរពបូជានិងបាននៅបុណ្យកុសលណាទៅមកដល់យើងបច្ចុប្បន្នហ្នឹងយើងណាមានការធ្វើនៅចេតដីអញ្ចឹងប៉ុន្តែចេតដីដាក់នៅធាតុរបស់ញាតិរបស់យើងសាមញ្ញអានេះគេហៅចេតដីអីនោះញោមដឹងទេបើចេតដីដាក់រូបព្រះអង្គគេហៅថាជាធាតុចេតដីអញ្ចឹងទៅជាចេតដីដាក់ព្រះបរមសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធឬក៏ដាក់ធាតុរបស់បរិជាស្ដេចចក្រពត្រាធិរាជអីចឹងទៅគួរដាក់នៅធាតុចេតដីនឹងបានចុះចេតដីយើងធ្វើគ្រប់គ្នាសឹងតែគ្រប់គ្នានៅតាមផ្ទះនៅតាមវត្តអារាមអីហ្នឹងគេហៅចេតដីអីនោះអានេះគេហៅសាមញ្ញជនចេតដីណាចេតដីរបស់សាមញ្ញជនយើងធម្មតាណាយើងធ្វើដើម្បីដាក់តម្កល់នៅធាតុរបស់មេដាបេដាបុព្វការីជនរបស់យើងដែលលោកអ្នកមានគុណដើម្បីយើងរលឹកនឹកទៅដល់គុណូបការៈរបស់លោកដែលបានណាធ្វើនៅសេចក្តីល្អចិញ្ចឹមបីបាច់របស់ថែរក្សាយើងនៅពេលដែលគាត់នៅរស់រានមានជីវិតអីផ្សេងដែលគាត់បានធ្វើសេចក្តីល្អចំពោះយើងនឹករលឹកដល់គុណរបស់គាត់ហើយយើងជួបជុំគ្នានៅចេតដីដែលដាក់នៅធាតុរបស់ណាមេដាបេដាឬក៏ណាបុព្វការីជនរបស់យើងនឹងទៅយើងមានការបានស្គាល់ធ្វើសេចក្តីល្អមានការថ្វាយទានចំពោះព្រះសង្ឃអីហ្នឹងទៅ
ឧទ្ទិសនៅតែកណានុប្រទានឲ្យចំពោះញាតិរបស់យើងដែលជាបុព្វការីជននឹងតែប៉ុណ្្នឹងទេញោមណាគឺគ្រាន់តែតំណាងនៃការរលឹកនឹកទៅដល់គុណូបការៈរបស់លោកប៉ុណ្្នឹងទេណាញាតិញោមមិនញាតិញោមកុំច្រឡំថាមានឪពុកម្ដាយដែលស្លាប់ទៅដឹងគុណគាត់ចង់ធ្វើចេតិយមួយនៅវត្តក៏សុំលោកសុំដីលោកធ្វើចេតិយមួយណាដើម្បីដាក់ធាតុឪពុកម្ដាយដើម្បីយកធាតុឪពុកម្ដាយនឹងទៅដាក់វត្តដើម្បីគាត់ស្ដាប់ធម៌នៅជាមួយលោកទៅបានស្ដាប់ធម៌ញាតិញោមខ្លះគិតចឹងណាញាតិញោមស្ដាប់កើតទេញាតិញោមដល់សល់តែធាតុនឹងឆ្អឹងហ្នឹងញាតិញោមណាយកទៅដាក់ចេតិយនៅក្នុងវត្តហើយដាក់ថាឲ្យឪពុកម្ដាយនឹងទៅស្ដាប់ធម៌ជាមួយលោកនៅក្នុងវត្តស្ដាប់កើតដែរញាតិញោមនៅសល់តែឆ្អឹងហ៎បើមនុស្សយើងនៅពេលខ្លះនៅមានជីវិតតែជីនៅមានប៉ុន្តែស្ដាប់មិនបានផងញាតិញោមស្ដាប់អត់ឮហើយនៅតែធាតុនៅតែឆ្អឹងយើងថាយកឲ្យទៅស្ដាប់ធម៌អានឹងច្រឡំហើយញាតិញោមណាបើតាមការគូមិនគូយកទៅដាក់វត្តទេបើយើងអានឹងបើតាមយោបល់របស់ខ្ញុំបកណ្ណាអាត្មាភាពដែលតាមការពិចារណាតាមការសិក្សាតាមវិន័យទៅញញោមបើយើងនឹងរលឹកទៅដល់គុណូបការៈរបស់លោកអ្នកមានគុណរបស់យើងបើល្អបើយើងមានដីយើងធ្វើនៅផ្ទះល្អជាប្រាង្គឬក៏ចេតិយអញ្ចឹងទៅណាបើធ្វើជាប្រាង្គក៏ល្អដែរបើយើងមានថវិកាទៅក៏មានធនធានទៅតាមយើងមានអញ្ចឹងទៅយើងមានច្រើនក៏ធ្វើជាប្រាង្គល្អដើម្បីយើងដាក់ធាតុរបស់ញាតិរបស់យើងជាដូចជាតាមីមីងអ៊ំអីចឹងទៅដែលជាសាច់ញាតិរបស់គាត់ចឹងទៅយើងមានធាតុមួយនេះដាក់រូបថតមួយដើម្បីឲ្យក្មេងជំនាន់ក្រោយណាដែលជាក្មេងជំនាន់ក្រោយជាចៅលូតចៅទូតយើងហ្នឹងឲ្យស្គាល់ថាអូនេះជាអ៊ំណាជាពូជាយាយជាតាជាតាទូតជាយាយលូតអីចឹងទៅហើយយើងកាលណាមានបុណ្យចូលឆ្នាំជុំអីចឹងទៅយើងជួបជុំបងប្អូនសាច់ញាតិដែលនៅរស់ហ្នឹងធ្វើការសម្អាតជាញឹកញយយើងបានថែរក្សាប៉ុន្តែយើងយកទៅដាក់នៅវត្តមិនបានថែរក្សាខ្លួនឯងទេឲ្យលោកថែរក្សាជួនកាលលោកមិនបានថែរក្សាយើងមានចិត្តណាគេហៅថាបដិខៈហ្នឹងគឺការថ្នាំងថ្នាក់ចំពោះព្រះសង្ឃទៀតនាំឲ្យយើងនឹងមានទោសមែនទេញោមហើយការធ្វើចេតិយនៅវត្តនេះទៀតអត់ស្រួលទេណាញោមអត់ស្រួលល្មិចព្រោះធ្វើនៅលើដីរបស់សង្ឃនៅក្នុងវិន័យមិនស្រួលទេតើតែលោកនឹងមានការប្រជុំសង្ឃកំណត់ដីនឹងឲ្យយើងធ្វើទៀតបានយើងធ្វើបានហើយក៏យើងធ្វើហើយឧទាហរណ៍ថាយើងធ្វើប៉ាងធ្វើជាប្រាង្គលោកគង់នៅបានពីក្រោមយើងដាក់ធាតុឪពុកម្ដាយយើងពីលើអញ្ចឹងទៅបើយើងធ្វើអញ្ចឹងឧទាហរណ៍ថាយើងយកធាតុទៅដាក់នឹងដល់លោកទៅគង់នៅលោកមិនចេះថែរក្សាយើងខឹងលោកទៀតមានបដិខៈតោះបដិខៈចិត្តនឹងលោកទៅទៀតនាំឲ្យយើងមានទោសទៀតហើយដល់ពេលដែលយើងធ្វើប្រាង្គធ្វើចេតិយធ្វើកុដិនឹងរួចហើយយើងមិនធ្វើបុណ្យឆ្លងញញោមណាធ្វើបុណ្យឆ្លងយើងមិនវេប្រគេនចំពោះសង្ឃហើយមែនរបស់យើងអីទៀតញញោមណាបោះលោកហើយបោះសង្ឃលោកធ្វើអីធ្វើទៅអាហ្នឹងរឿងរបស់លោកចឹងហ៎ញោមបើលោកមិនចេះសម្អាតលោកត្រូវទោសចឹងទៅដល់យើងវេប្រគេនឲ្យគេថាយើងឲ្យរបស់ហ្នឹងទៅគេហើយយើងនៅជាប់វិពាអីអាហ្នឹងជារបស់អញទៀតអាហ្នឹងនាំឲ្យយើងមិនដាច់ស្រេចនាំឲ្យយើងមានទោសចឹងអានេះជាយោបល់របស់ខ្ញុំបកណ្ណាអាត្មាភាពទេញោមយកទៅពិចារណាទៅតាមការគួរញោមបើធ្វើនៅផ្ទះល្អមែនទែនណាធ្វើនៅផ្ទះយើងបានថែរក្សាហើយកូនចៅវាមិនសូវខ្លាចយើងទៀតបើយើងយកទៅដាក់វត្តហ្នឹងជួនកាលឮតែចេតិយហ្នឹងថាកន្លែងដែលដាក់ខ្មោចកន្លែងដែលខ្មោចនៅឯងញោមហើយអ្នកខ្លះគិតចឹងឯងញោមគិតថាចេតិយឬតែចេតិយគិតថាកន្លែងខ្មោចនៅកន្លែងដែលគួរឲ្យខ្លាចចឹងទៅការពិតមិនមែនទេចេតិយហ្នឹងជាការគេហៅថាជាទីស្ថានដែលយើងធ្វើនៅសក្ការៈបូជាឧទាហរណ៍ថាដូចជានៅលើភ្នំនៅក្នុងព្រៃចឹងដែលជាកន្លែងជាផ្លូវដែលមនុស្សឡើងដើរធ្វើដំណើរអញ្ចឹងផ្លូវលួងក្នុងព្រៃអញ្ចឹងអ្នកខ្លះអញ្ចឹងទៅគាត់ធ្វើរោងតូចមួយអញ្ចឹងទៅតែគោរពកន្លែងក្រោមដើមឈើមួយរោងអ្នកតាអញ្ចឹងណាបងអាហ្នឹងក៏ចាត់ចូលជាចេតិយដូចគ្នារោងអ្នកតាហ្នឹងក៏ជាចេតិយដែរកន្លែងដែលគេធ្វើនៅសក្ការៈបូជាណាឈ្មោះថាចេតិយដែរដូចជាសាសនាគ្រឹះ
សាសនាគ្រឹះគេមានឈើឆ្កាងរបស់គេយល់ទេគេគោរពឈើឆ្កាងព្រះរបស់គេហ្នឹងអាហ្នឹងជាចេតដីដែរព្រះអង្គសម្ដែងថាជាចេតដីដែរគេធ្វើគោរពសក្ការៈនៅឈើឆ្កាងហ្នឹងជាចេតដីអ្នកដែលកាន់សាសនាអ៊ីស្លាមណាសាសនាអ៊ីស្លាមញាតិញោមតែឃើញនៅលើកំពូលព្រះវិហាររបស់ជនជាតិអ៊ីស្លាមដែលជាកាន់សាសនាអ៊ីស្លាមចាមបងមានរូបលោកខែមួយចំណិតទេបងញោមដែលឃើញមានរូបលោកខែមួយចំណិតនៅលើកំពូលអាហ្នឹងគេហៅថាម៉ូសតាមភាសាគេហៅថាម៉ូសជាព្រះរបស់គេដែរគេគោរពអាហ្នឹងជារូបលោកខែមួយចំណិតហ្នឹងគេតំណាងព្រះរបស់គេអាហ្នឹងក៏ចាត់ចូលថាជាចេតិយរបស់សាសនារបស់គេដែរអញ្ចឹងទៅណាកន្លែងដែលគេធ្វើនៅសក្ការៈបូជាហ្នឹងគេហៅថាជាចេតិយអញ្ចឹងញាតិញោមណាយល់ទេញាតិញោមដូចស្ងាត់ឈឹងដូចមិនសូវយល់សោះញាតិញោមដូចមិនសូវយល់អញ្ចឹងជួបកាលណាអាត្មាភាពចេះតែសួរញាតិញោមហ្នឹងញាតិញោមមានចម្ងល់អីអាចសួរឬក៏ចង់ដឹងអំពីធัวតនាតន័យអីឆ្ងល់សួរបាទញាតិញោមណាបើកឲ្យសួរណាកាលណាញាតិញោមស្ដាប់អត់សួរអត់យល់អញ្ចឹងអត់បានអានិសង្សទេញាតិញោមតែតែធ្លាប់ថាបូជាធัวទេសនាអញ្ចឹងទៅញោមអាចារ្យដាក់ជើងពៀនមួយអញ្ចឹងទៅពុទ្ធបរិស័ទបូជាធัวទេសនាញោមដាក់1000ខ្មែរផ្លុកក្នុងជើងពៀនហើយលើកដៃផុតក្បាលតាទិដ្ឋានថាកើតជាតិណាឲ្យបានបញ្ញាព្រោះធ្លាប់លើគ្រូអាចារ្យតាមបូជាធัวទេសនាបានបញ្ញាមែនទេញោមកើតជាតិណាឲ្យបានបញ្ញាញោមធ្លាប់ប្រាថ្នាអញ្ចឹងហ៎ចង់បានជាតិក្រោយវិញបញ្ញាចុះជាតិនេះអត់ចង់បានទេបញ្ញាបើជាតិក្រោយនៅអាកាសជាស្អីហ្មងញាតិញោមជាតិក្រោយមិនដឹងជើង4កតុយឆ្កុយទៅលើក៏មិនដឹងយើងមិនដឹងអីចេះចង់បានបញ្ញាណាជាតិមុខនោះមានអ្នកណាដឹងទេក្នុងប្រការណាសាភាពអីក៏ដោយតែផ្លត់ស្នៀតហ្នឹងផ្លុកហើយចឹងហើយបានព្រះអង្គសម្ដែងនៅក្នុងប្រសូតមួយអាត្មាខ្ញុំប្រការណាសាភាពនៅឃើញពេលនោះព្រះអង្គធ្វើដំណើរទៅក្រុងពេរិនសីជាមួយនឹងព្រះភិក្ខុសង្ឃជាសាវកនេះជាច្រើនរូបនៅក្នុងព្រៃពេលនោះព្រះអង្គទ្រង់ស្ដាប់នៅលឹកឈើស្លឹកឈើដែលវារុះមកដីព្រះអង្គចាប់មកក្តាប់ទៅព្រះអង្គសួរទៅមនាលភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយតើស្លឹកឈើនៅក្នុងដៃរបស់តថាគតនិងស្លឹកឈើដែលនៅលើធរណីតើស្លឹកឈើនៅលើដៃតថាគតឬនៅលើធរណីហ្នឹងមួយណាច្រើនជាងទៅភិក្ខុសង្ឃទាំងឡាយហ្នឹងក៏ប្រាប់ព្រះអង្គថាបបិទ្ធព្រះអង្គដោយចម្រើនទៅប្រៀបផ្ទឹមអីគឺស្លឹកឈើនៅលើណាដៃព្រះអង្គគឺស្លឹកឈើនៅលើព្រះធរណីគឺច្រើនជាងដៃព្រះអង្គច្រើនណាស់ព្រះអង្គរាប់ពុំអស់ទេអញ្ចឹងហ្នឹងទៅព្រះអង្គសម្ដែងថាត្រូវហើយមនាលភិក្ខុទាំងឡាយសត្វទាំងឡាយដែលនៅរស់រានមានជីវិតនេះភាគច្រើនដែលស្លាប់ទៅហ្នឹងគឺភាគច្រើនគឺទៅឋានសួគ៌ហ្នឹងឋានសួគ៌6ជាន់ឬក៏មកមនុស្សវិញហ្នឹងដូចជាស្លឹកឈើដែលនៅលើដៃរបស់ព្រះតថាគតចឹងឯងគឺវាតិចហ្នឹងញោមស្លាប់ទៅមកកើតជាមនុស្សវិញឬក៏កើតជាទេវតាហ្នឹងគឺតិចដូចជាស្លឹកឈើនៅលើដៃរបស់ព្រះតថាគតចឹងឯងប៉ុន្តែសត្វលោកមនុស្សលោកនេះដែលស្លាប់ទៅកើតនៅអបាយភូមិទាំង4មាននរកទេរឆានអសុរកាយហ្នឹងគឺវាដូចជាស្លឹកឈើដែលនៅលើព្រះធរណីចឹងឯងគឺវាច្រើនហេតុអីមនុស្សយើងនេះភាគច្រើនគឺវាតែងតែផ្លត់ស្នៀតយល់ណាផ្លត់ស្នៀតនៅពេលណាផ្លត់ស្នៀតនៅពេលដែលចិត្តនឹងស្លាប់នេះផ្លត់ស្នៀតនៅពេលដែលចិត្តនឹងដាច់ខ្យល់នេះហេតុអីយល់ព្រោះអាពេលហ្នឹងឯងដែលសំខាន់គេថាជតិបដិសន្ធិគឺកម្មដែលយើងសាងពីមុនមកពីក្មេងតែពីដែលយើងនៅមានកម្លាំងអីទាំងកម្មជាកុសលទាំងកម្មជាអកុសលក្តីហ្នឹងគឺវាតែងតែនិមិត្តឲ្យយើងឃើញនៅពេលដែលយើងនឹងចិត្តស្លាប់ហ្នឹងទីហោថាយើងធ្លាប់ចាក់កជ្រូកស្លាប់ធ្លាប់វាយកឲ្យងាប់អីចឹងណាញោមណាដល់ពេលហ្នឹងឯងអាពេលដែលយើងអត់ស្រួលខ្លួនវាចង់ដាច់ខ្យល់ហ្នឹងឯងគឺវាឃើញអាទង្វើដែលយើងធ្វើនៅពេលដែលយើងពីមុនហ្នឹងគឺវានិមិត្តឲ្យយើងឃើញនៅពេលហ្នឹងទាញមកនិមិត្តអារម្មណ៍យើងហ្នឹងមិនអាចទាញអារម្មណ៍បានទេអាពេលហ្នឹងគេហៅថាជាអារម្មណ៍និមិត្តគឺកម្មនិមិត្តកម្មនិមិត្ត
នឹងកតនិមិត្តទាំង3ហ្នឹងគឺនិមិត្តទាំង3ហ្នឹងគឺវាទាញទៅយើងឲ្យឃើញហ្នឹងអីដល់ពេលណាដែលយើងឃើញអាអំពើអាក្រក់ដែលយើងធ្វើនឹងអកុសលហ្នឹងទៅដែលខ្យល់ប៉ាត់ទៅនៅបដោយក្ដុំនិយាយមកក្ដុំនៅក្នុងអវិជ័យមហានរោបាត់មិនងាយបានងើបមកវិញទេអញ្ចឹងណាញោមចឹងបានព្រះអង្គសម្ដែងថាឲ្យយើងនឹងខិតខំសន្សំនៅកុសលទាំងឡាយហ្នឹងឲ្យបានរឿយញឹកញយញយញោមព្រះអង្គសម្ដែងថាកាលណាបើយើងធ្វើនៅបុណ្យកុសលសេចក្តីល្អនឹងទាំងឡាយហ្នឹងញឹកញយញយទៅវាកើតទៅជាទម្លាប់វាកើតទៅជាជំនាញមិនញោមឧទាហរណ៍ថាដូចយើងធ្វើកាយមួយចឹងដូចជាយើងដាំបាយចឹងយើងដាំបាយរាល់ថ្ងៃទៅវាកើតទៅជាជំនាញរបស់យើងដាក់តែភ្លើងទៅដាក់ទឹកប៉ុណ្ណាដាក់ទឹកទៅយើងដឹងថាប៉ុណ្ណេះដឹងតែឆ្អិនហ្មងបើអ្នកមិនដែរសោះញោមណាឲ្យតែដាំទៅឆ្អិនបើមិនឆ្អិនទេក៏ឆៅបើមិនឆៅទេក៏ខ្លោចដែរវាអញ្ចឹងមកព្រះអង្គសម្ដែងយើងធ្វើណារឿយញឹកញយវាកើតតែជាទម្លាប់កើតតែជាជំនាញហើយពេលហ្នឹងឯងអាការដែលយើងអប់រំធ្វើសេចក្តីល្អរឿយហ្នឹងដល់ពេលដែលយើងចិត្តស្លាប់វាទាញអាកម្មហ្នឹងវាទាញឲ្យយើងហ្នឹងបានឃើញនៅសេចក្តីល្អដែលយើងធ្វើហ្នឹងដល់ពេលដែលយើងចូលទៅបរិសន្ធិនៅក្នុងកំណើតថ្មីគឺទៅកន្លែងល្អចឹងបានព្រះអង្គសម្ដែងឲ្យយើងនឹងឯងអប់រំទូមានចិត្តធ្វើសេចក្តីល្អណានៅក្នុងពធដែលការឲ្យទាននេះឲ្យយើងធ្វើដោយការយល់ណាដោយសមាធិណាសមាធិនិងមច្ឆាទិដ្ឋិចឹងបាននៅក្នុងអរិយមគ្គអង្គ8ប្រការញោមអរិយមគ្គអង្គ8ប្រការហ្នឹងញោមដឹងថាស្អីញោមអរិយមគ្គអង្គ8ប្រការហ្នឹងគឺជាផ្លូវតម្រង់ទៅព្រះនិព្វានជាផ្លូវកណ្ដាលទេញោមអរិយមគ្គអង្គ8ប្រការហ្នឹងព្រះអង្គដាក់មុនគេញោមសមាទិដ្ឋិនិងមច្ឆាទិដ្ឋិសមាទិដ្ឋិជាការយល់ត្រូវយល់ដឹងត្រូវការឃើញត្រូវការយល់ដឹងត្រូវមច្ឆាទិដ្ឋិគឺការយកឃើញខុសប្រាចាអំពីហេតុនិងផលអាហ្នឹងគឺសំខាន់ណាស់ញោមហេតុអីទិដ្ឋិនេះញោមការមនុស្សយើងម្នាក់កាលណាបើយល់ខុសហើយការប្រព្រឹត្តប្រតិបត្តិនៅក្នុងការចិញ្ចឹមជីវិតហ្នឹងក៏វាខុសការនិយាយស្ដីអីក៏ខុសដែរហេតុអីញោមអ្នកដែលមានមច្ឆាទិដ្ឋិទៅនិយាយជាមួយគេក៏ឆ្វេងដែរញោមនិយាយមួយគេស្ដាប់បានទេទៅនិយាយមួយគេគេថាឆ្វេងទៅហ្នឹងទៅប្រាជ្ញជាមួយគេទៅឆ្កុយផ្សេងចឹងទៅដាប់បានទេចឹងបានសមាធិហ្នឹងសំខាន់ណាស់គឺតម្រង់នៅតែហើយតថេទៀតសោតយើងតម្រង់បានតាមណាតម្រង់ដោយការបានអានិសង្ឃនៃការស្ដាប់នៅធម៌ទេសនានេះឯងការស្ដាប់នៅធម៌ទេសនានេះឯងការតម្រង់តថេហ្នឹងឲ្យត្រង់តែហើយការដែលយើងបានអានិសង្ឃ5នៅក្នុងការដែលយើងស្ដាប់ធម៌នេះមិនមែនបាននៅជាតិក្រោយទេយល់ណាបាននៅពេលដែលយើងស្ដាប់យល់កាលណាញោមស្ដាប់នៅធัวនឹងយល់ដល់ពេលដែលធម្មកថាសំដែងយល់ញោមបានអានិសង្ឃទាំង5ហ្នឹងបានភ្លាមមកញោមបាច់ចាំចង់បាននៅជាតិក្រោយទេជាតិក្រោយមិនដឹងកើតជាស្អីផងញោមចេះចង់បានជាតិក្រោយមិនដឹងកើតជាស្អីទេញោមចឹងបានយើងខំស្ដាប់ហើយចេះសួរញោមណាខ្លាចអីញោមណាលោកហ៊ានសំដែងឡើងលើក្រែសំដែងធัวយើងសួរទៅដើម្បីទី1មានការស្និទ្ធស្នាលជាមួយនឹងអង្គធម្មកថានិងទី2យើងបានសាកសួរទៅណាលោកដឹងថាយើងនឹងចង់ដឹងអីចង់ដឹងចំណុចណាធัวណាទៅលោកសំដែងទៅត្រូវចំណុចដែលយើងចង់ដឹងវាច្បាស់កាលណាច្បាស់ទៅយើងជ្រះថ្លាញ៉ាំងចិត្តយើងនឹងឲ្យជ្រះថ្លាកាន់តែច្រើននៅក្នុងការបូជាគុណចំពោះព្រះពុទ្ធពធព្រះសង្ឃឯងអញ្ចឹងញាតិញោមមានចម្ងល់អីទេបងមានចម្ងល់អីអាចសួរបានបងមានទេបងបើអត់មានសតតែអ្នកចេះអ្នកឆ្លាតព្រោះសតតែអ្នកធ្វើបុណ្យហើយថ្ងៃមុនសួរអំពីបុណ្យថាបុណ្យហ្នឹងមុខមាត់មិនបុណ្យហ្នឹងក្លិនមិនអត់មានអ្នកដឹងផងញាតិញោមណាអូថ្ងៃមុនអាត្មាសួរញាតិញោមឆ្លើយមិនត្រូវបុណ្យហ្នឹងជានាមធម៌ញាតិញោមអត់មានក្លិនមានពណ៌មានសម្បុរអីទេគឺវាកើតអាស្រ័យនៅក្នុងចិត្តសឹកគឺអាស្រ័យនៅក្នុងចិត្តរបស់យើងបុណ្យហ្នឹងវាកើតក្នុងចិត្តរបស់យើងហើយបងហើយវាកើតហ្នឹងមិនកើតមួយថ្ងៃពេញឬក៏មួយឆ្នាំពេញទេមួយជីវិតទេវាកើតមកគណៈនៅពេលដែលយើងជ្រះថ្លាមកគណៈដែលយើងជ្រះថ្លាចិត្តយើងរីករាយដូចពេលនេះចឹង
nhiệt nhôm đạp nơi thom ở bên tây na pịa na để mà sầm đai tới nhiệt nhôm đạp vô nhiệt nhômสบายចិត្តជ្រះថ្លាប៉ុននោះវាកើតមកខ្ញាក់ពេលហ្នឹងឯងដល់ពេលអាត្មាសំដែងទៅទៀតវាទះទឹកចិត្តឬក៏សំដែងទៅប៉ះចំអាតាណាតង្វើតាណាដែលញាតិញោមធ្វើទៅលោកនេះសំដែងទៅប៉ះចំកន្លែងយល់រឿងចិត្តរឿងខ្នាក់ខ្នាញ់គេហៅថាបដិខៈចំពោះអាត្មាចិត្តហ្នឹងវាទៅជាអកុសលវិញបាត់វាទៅជាអកុសលដោយទោមនស្សសហកតៈនៅក្នុងអភិធម្មញាណសម្បយុត្តៈអសង្ខារិកៈចឹងទៅដោយទោមនស្សចិត្តដោយមិនពេញចិត្តនឹងលោកសំដែងទៅវាអញ្ចឹងណាញោមវាទៅជាអកុសលវិញមួយផ្លេតហ្នឹងទៅចឹងបានចិត្តជាកុសលនេះវាកើតមួយខណៈទេមិនមែនកើតរហូតទេណាញោមចឹងហើយបានព្រះអង្គសម្ដែងថាទោះជាកើតមួយខណៈក្តីក៏បុណ្យនឹងរាប់បង្អស់ដែរឲ្យតែយើងណាព្យាយាមធ្វើព្យាយាមអប់រំចិត្តដោយកាយវាចាចិត្តហ្នឹងឯងសំខាន់ហើយការធ្វើនៅសេចក្តីល្អបុណ្យកុសលនេះណាញោមមានការធ្វើដោយទី1គឺដោយកាយទី2ដោយវាចាទី3ដោយចិត្តការពិតទៅទាំង3ហ្នឹងគឺចិត្តជាអ្នកផ្ដើមទី1ចិត្តហ្នឹងជាអ្នកជ្រះថ្លាជាអ្នកផ្ដើមទី1ហើយហេតុអីញោមមនុស្សយើងចង់ដើរទៅមុខគឺអាចិត្តនឹងបជាឲ្យចាប់នេះបជាចាប់នោះទើបចិត្តបជាបានចាប់បានណាញោមអញ្ចឹងចិត្តហ្នឹងសំខាន់ចិត្តបជាឲ្យនិយាយស្អីទៅមាត់ហ្នឹងហាមាត់និយាយទៅបានកុសលគេហៅថាកាយកម្មវិច័យកម្មនិងមនោកម្មទាំង3ហ្នឹងអកុសលក៏ដូចគ្នាចិត្តនេះវាកើតអកុសលញ៉ាំងវាចាឲ្យនិយាយទៅនាំឲ្យបាបដូចគ្នាចិត្តនេះវាអកុសលឲ្យធ្វើនៅកាយវិការណាមួយទៅលួចទ្រព្យគេទៅធ្វើនៅស្ដីអាក្រក់កាប់សម្លាប់គេទៅវាយគេអញ្ចឹងទៅកើតនឹងអកុសលចឹងហ្នឹងញោមចឹងបានយើងធ្វើសេចក្តីល្អក្តីដោយប្រកបដោយ3ហ្នឹងដែលជាឬកុសលគេហៅថាជាមូលនៃកុសលទាំងពួងណាដោយកាយសុចរិតវិជ័យសុចរិតនិងមនោសុចរិតតែកាលណាប្រឆាចហ្នឹងគឺមិនល្អទេគឺទៅជាអកុសលវិញហើយចឹងញាតិញោមមិនមានចម្ងល់អីក៏សំដែងតែប៉ុណ្ណេះចោះញាតិញោមណាមានចម្ងល់ក៏ស៊ូបានបើមិនមានចម្ងល់ក៏បញ្ចប់តែប៉ុណ្ណេះចោះញាតិញោមដឹងយល់ទេបងបើសំដែងច្រើនហើយបើអត់យល់ក៏មិនដឹងធ្វើម៉េចតាមឧបនិស្ស័យប៉ុន្តែការសំដែងនេះក៏តែប៉ុណ្ណេះសោះប៉ុន្តែមុននឹងបញ្ចប់ក៏សូមខន្តីអភ័យទោសចំពោះញាតិញោមជាពុទ្ធបរិស័ទកន្លែងលោកខ្ញុំប្រកាសណាសមាភិបសំដែងទៅមានការមិនពេញទឹកចិត្តរបស់ញាតិញោមឬក៏សេចក្តីអធិប្បាយណាមួយមិនសមចិត្តរបស់ញាតិញោមក៏សូមអធិស្ឋានក៏ញាតិញោមយកចិត្តទុកដាក់ចំពោះតែពាក្យណាដែលមានប្រយោជន៍ពាក្យណាដែលមិនបានជាប្រយោជន៍ក៏ដាក់ចុះនៅក្នុងការសម្ដែងនេះគឺគ្រាន់ឲ្យញាតិញោមនឹងបានយល់កាន់តែជ្រះថ្លាគោលបំណងហ្នឹងដើម្បីញាតិញោមនឹងជ្រះថ្លាចំពោះគុណនៃបរតនត្រ័យទាំង3ឲ្យកាន់តែជ្រះថ្លាឡើងមិនមែនជ្រះថ្លាជាមួយអាត្មាណាញាតិញោមជ្រះថ្លាចំពោះគុណបរតនត្រ័យទាំង3ដែលមានពុទ្ធពធព្រះសង្ឃកាន់តែជ្រះថ្លាឲ្យកាន់តែច្រើនចំពោះព្រោះថាគុណទាំង3នេះជាបរតនត្រ័យដែលនៅលើលោកគ្មានបរតនត្រ័យណាដែលប្រសើរជាងគុណកៅទាំង3នេះទេដែលមនុស្សទេវតាព្រមទាំងឡាយនឹងតែធ្វើសក្ការៈបូជាចំពោះបរតនត្រ័យទាំង3នឹងនឹងក៏សូមប្រម៉ែប្រមូលនៅកងការមហាកុសលដែលកើតឡើងអំពីធម្មទាននៃការសម្ដែងធម៌និងការស្ដាប់ធម៌ในឱកាសវេលាគ្រានេះនៅក្នុងបុណ្យខួបគម្រប់100ថ្ងៃនិងបុណ្យឆ្លងចេតិយក៏សូមឧទ្ទិសកុសលនៅមហាកុសលទាំងឡាយនេះជូនចំពោះវិញ្ញាណក្ខន្ធឧទ្ទិសជូនចំពោះវិញ្ញាណក្ខន្ធចំពោះវិញ្ញាណក្ខន្ធនេះអានេះតាមអាត្មាសិក្សាមើលទៅថាវិញ្ញាណក្ខន្ធចឹងក៏អត់ត្រូវយោម្ចាស់ជួយគិតមើលវិញ្ញាណក្ខន្ធយើងឧទ្ទិសជូនចំពោះវិញ្ញាណក្ខន្ធលោកនេះលោកនោះចឹងទៅធัวទាំងឡាយវាកើតឡើងដោយបច្ច័យគឺវាអាស្រ័យគ្នាកាលណាមានវិញ្ញាណក្ខន្ធរូបក្ខន្ធក៏ត្រូវមានវេទនាក្ខន្ធក៏ត្រូវមានគឺខន្ធទាំង5ហ្នឹងក៏ត្រូវមានបើយើងហៅទៅវិញ្ញាណក្ខន្ធមកការរូបក្ខន្ធវេទនាក្ខន្ធសញ្ញាក្ខន្ធសង្ខារក្ខន្ធនៅណាយល់ទេចឹងណាយល់បើយើងថាឧទ្ទិសជូនឧទ្ទិសកុសលជូនចំពោះ
លោកនេះលោកមួយចុះវាអត់ទៅអីទេវារឿងត្រូវបើចំពោះវិញ្ញាណខណ្ឌចេះវិញ្ញាណខណ្ឌកាលណាមានវិញ្ញាណខណ្ឌត្រូវតែមានសង្ខារខណ្ឌវេទនាខណ្ឌគឺខណ្ឌទាំង5ហ្នឹងគឺត្រូវតែមានហើយខណ្ឌទាំង5ហ្នឹងកាលណារលត់មួយគឺវាទៅទាំងអស់ហើយវាមាននៅតាំងនៅទេអញ្ចឹងណាញោមណាចឹងក៏សូមឧទ្ទិសជូនមហាកុសលដែលកើតឡើងពីធម្មទាននិងអមិសទាននេះក្នុងកាលវេលាគ្រានេះក៏សូមឧទ្ទិសកុសលទាំងអស់នេះជូនចំពោះលោកតានាងជាដែលលោកបានធ្វើមរណកាលរយៈពេល100ថ្ងៃក្រែងលោកបានផ្្លាត់សតិទៅយងកំណើតកើតនៅក្នុងទីដ៏ថោកទាបណាមួយក៏សូមលោកមកត្រេកអរទទួលនៅអត្ថមនុញ្ញផលគឺបុណ្យកុសលនៃឱកាសវេលាគ្រានេះត្រេកអរអនុមោទនាទទួលយកហើយក៏បានរួចរំដោះអំពីសេចក្តីទុក្ខទាំងឡាយហើយក៏បានទៅយកកំណើតទៅតាមសេចក្តីប្រាថ្នារបស់លោកទៅតាមទីឋានបរមសុខទៅតាមការគួរនឹងមួយចំណែកក៏សូមបានជាបុណ្យកុសលទៅដល់ញាតិញោមជាពុទ្ធបរិស័ទជាពិសេសនឹងម្ចាស់ដើមទានប្រធានបុណ្យបាននៅជាឧបនិស្ស័យរួចរំដោះអំពីសេចក្តីទុក្ខនៅក្នុងវាលវដ្តសង្សារឲ្យបានគ្រប់គ្នានឹងមួយចំណែកក៏សូមជូនពរញាតិញោមជាពុទ្ធបរិស័ទឲ្យជួបតែពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈជាពិសេសនោះក៏សូមទេវតាឆ្នាំថ្មីជិតចូលឆ្នាំថ្មីទេញោមសូមទេវតាឆ្នាំថ្មីជួយបីបាច់ថែរក្សាទៅដល់ញាតិញោមជាពុទ្ធបរិស័ទដែលបានស្ដាប់នៅពធពិសេសទេសនានៅក្នុងឱកាសវេលាគ្រានេះជួបតែនៅសេចក្តីសុខសេចក្តីចម្រើននិងរោគទទួលទានមានបានគ្រប់ក្រុមគ្រួសារអាយ៉ាងសង្ខេបពេលអ្នកសមិតាពធទេសនាក៏សន្មតចប់ប៉ុណ្ណេះឯងអេវ៉ាំង